សួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាពួកយើងមកពីក្រុមទី1នៃថាប់ខានថ្នាក់ទី10A អងនៃវិទ្យាល័យហ៊ុនសែនបរិយ100ខ្នងនាងខ្ញុំឈ្មោះប្រធានលីសានាងខ្ញុំឈ្មោះទៀងខេស៊ីខ្ញុំបានឈ្មោះការកំហេងថ្ងៃនេះពួកយើងឡើងមកបកស្រាយនៅសំណួរចូលបញ្យល់ពីមូលហេតុដែលនាំឲ្យមានកំណើនប្រជាជនហួសប្រមាណនិងផលប៉ះពាល់ចំពោះបរិស្ថានមួយកំណើនប្រជាជនដោយដែលយើងបានដឹងរួចមកហើយថាលើសកលលោកយើងនេះតែតែមានកំណើនប្រជាជនមិនថាតែតែមានកំណើនប្រជាជនដូចគ្នាមិនថានៅប្រទេសអភិវឌ្ឍឬប្រទេសកំពុងអភិវឌ្ឍឡើយប៉ុន្តែប្រទេសអភិវឌ្ឍមានកំណើនប្រជាជនទាបជាងប្រទេសកំពុងអភិវឌ្ឍដោយនេះតើមានមូលហេតុអ្វីខ្លះដែលបណ្ដាលឲ្យមានកំណើនប្រជាជនមូលហេតុទី1គឺការស្លាប់ថយចុះការរីកចម្រើននៃផ្នែកសាស្ត្រសុខាភិបាលអនាម័យនិងការចាក់វ៉ាក់សាំងធ្វើឲ្យអ្នកអត្រាស្លាប់ត្រូវបានកាត់បន្ថយចំណុចទី2គឺអត្រាកំណើនខ្ពស់នេះច្រើនកើតឡើងមាននៅប្រទេសកំពុងអភិវឌ្ឍក្រៅពីនេះអាចកើតមានដោយភាសាប្រពៃណីវប្បធម៌ផ្សេងៗចំណុចទី3គឺការថែទាំសុខភាពកាន់តែល្អប្រព័ន្ធសុខាភិបាលល្អធ្វើឲ្យមនុស្សមានផ្លូវចិត្តល្អប្រសើរសុខភាពល្អមិនងាយកើតជំងឺទៅជីវិតមនុស្សរស់បានយូរជាងមុនទី4គឺការខ្វះអប់រំជាពិសេសស្ត្រីនៅកន្លែងដែលប្រជាជនមិនបានទទួលការអប់រំច្រើនធ្វើឲ្យមានការបង្កើតកូនច្រើនសប្តាហ៍នេះចំនួនប្រជាជននៅលើពិភពលោកកើនឡើងយ៉ាងឆាប់រហ័សកំណើននេះបង្កឲ្យមានសម្ពាធនិងផលប៉ះពាល់យ៉ាងខ្លាំងទៅលើធនធានធម្មជាតិនិងបរិស្ថានដូចជាការបំផ្លាញព្រៃឈើធ្វើឲ្យការឧស្ម័នកាបូនិកផងជីវភាពចម្រុះច្រើនអនេកតែធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើបណ្ដាញខ្សែអាហារដោយបាត់បង់ជីជាតិប្រជាជនច្រើននាំឲ្យតម្រូវការអាហារទឹកនិងថាមពលផ្សេងកាន់តែច្រើនព្រមទាំងចម្រុះលំនៅការកាប់ព្រៃឈើចោលយកមកសង់ផ្ទះនៅលើដីនោះឬធ្វើស្រែប្រើថ្នាំផ្សេងនិងធ្វើឲ្យដីសក់ជីជាតិបាត់បង់ទឹកនិងសារធាតុផ្និចចំណុចមួយទៀតគឺការប្រែប្រួលអាកាសធាតុការប្រើប្រាស់ទូទឹកកកម៉ាស៊ីនត្រជាក់រថយន្តប្រេងបានបណ្ដាលឲ្យមានចំហាយធ្យូងថ្មកាបូនឌីអុកស៊ីតនិងស្ពាន់ធរហើយស្ពាន់ធរដែលទៅក្នុងបរិយាកាសផ្សំគ្នាជាមួយអុកស៊ីសែនមកកើតបានជាឧស្ម័នពុលស្ពាន់ធរឌីអុកស៊ីតចំហាយហ្វូស៊ីលម្នាក់បានបញ្ចេញសារធាតុពុលច្រើនទៅជាចាំទៅក្នុងបរិយាកាសថែមទៀតផងហើយចំណុចមួយទៀតគឺវិបត្តិទឹកការហូរពុលទឹកដោយសារតែឧស្សាហកម្មកម្មបានបណ្ដាលឲ្យប៉ះពាល់ដល់ទឹកបឹងត្រពាំងអូរទន្លេសមុទ្រមហាសមុទ្រផ្សេងដែលពីដើមឡើយជាប្រភពទឹកបរិសុទ្ធហើយការប្រើប្រាស់ទឹកនៃមនុស្សបានបណ្ដាលឲ្យធនធានទឹកមានការប៉ះពាល់យ៉ាងខ្លាំងចំណុចចុងក្រោយគឺការបាត់បង់ចលនាសត្វការនេសាទហួសប្រមាណឬប្រើវិធីមិនល្អផ្សេងក្នុងការចាប់ត្រីបានបង្កឲ្យចលនាសត្វច្រើនប្រភេទត្រូវបានផុតពូជពីលើភពផែនដីទៅពីនេះការបកស្រាយរបស់ក្រុមយើងខ្ញុំបានមកដល់ទីបញ្ចប់សូមអរគុណអ្នកទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃមកស្ដាប់ក្រុមយើងបកស្រាយបើសិនជាមានសំណួរអីអាចសួរមកក្រុមយើងបានខ្ញុំចង់សួរថាហេតុអ្វីបានមានហេតុអ្វីបានកំណើនប្រជាជនហេតុអ្វីបានមានបញ្ហាកំណើនប្រជាជននៅហើយធ្វើមកដើម្បីកាត់បន្ថយគាត់ថាឲ្យសង្ខេបបន្ថែមទៀតទៅសារខ្ញុំចាំសិទ្ធិតួបានជាមានកំណើនប្រជាសំណួរបានជាមានកំណើនប្រជាជនខ្លាំងដោយសារតែអត្រាស្លាប់បានថយចុះអត្រាកំណើតមានការកើនឡើងខ្ពស់ដោយសារអត្រាកំណើតមានការកើនឡើងខ្ពស់ពីព្រោះតែ
ការយល់ដឹងរបស់ប្រជាជននៅមានកម្រិតទាបនិងដោយសារប្រពៃណីវប្បធម៌ទំនៀមទម្លាប់ជំនឿនិងគ្មានការបញ្ជាកំណើត ហើយដើម្បីកាត់បន្ថយយើងត្រូវក្នុងប្រទេសនីមួយៗត្រូវកំណត់ក្នុងការយកកូនក្នុងគ្រួសារនីមួយៗអរណាសូមអរគុណ ទីចាំក្រោយនេះខ្ញុំសូមជូនពរដល់មនុស្សទាំងអស់គ្នាទទួលបានចម្លែកដល់ពងពោះក្នុងការបកស្រាយរបស់ក្រុមយើងខ្ញុំនឹងទទួលបានបន្ទុកល្អទាំងអស់គ្នាសូមអរគុណ